សូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំសូមណែនាំនៅប្រភេទ motor បូមទឹក solar ដាក់លើគោកម៉ាក Kip Faida ដែលជាប្រភេទ motor បូមទឹក hybrid AC/DC ចំពោះ motor បូមទឹកនេះវាមានកម្លាំង4សេសអាចធ្វើការបូមទឹកបានបរិមាណ85ម៉ែត្រគីបក្នុង1ម៉ោងជាមួយនឹងកម្ពស់28ម៉ែត្រហើយ motor នេះវាបានភ្ជាប់មកជាមួយនឹងទំហំស្រូវទឹកចូលហើយនឹងទឹកចេញទំហំ5អ៊ីងឬ125ដែលស័ក្តិសមសម្រាប់ធ្វើការបូមទឹកពីប្រឡាយបញ្ជូនទៅស្រះឬក៏ពីតំបន់មួយទៅតំបន់មួយចំពោះឈុត motor បូមទឹក solar 4សេសនេះគឺយើងធ្វើការដំឡើងជាមួយនឹងផ្ទាំងម៉ាកនេះគេថាកម្លាំង600វ៉ាត់កញ្ចក់សងខាងចំនួន8ឬក៏9ផ្ទាំងវាអាចប្រើបានហើយទំហំទឹកដែលវាចេញមកគឺពេញស្រយោលល្អជ្រើសរើស motor បូមទឹក solar ជ្រើសរើសផលិតផលម៉ាក Kip Faida យើងក៏មានការធានាបន្ថែមរយៈពេល1ឆ្នាំទៅលើប្រភេទ motor និងរយៈពេល10ឆ្នាំទៅលើពន្លឺចំពោះប្រភេទទាំង solar ផងដែរ